សួស្តីអ្នកមើលអានីមេទាំងអស់គ្នាខ្ញុំខូយ៉ាកាមីអញ្ចឹងខ្ញុំមកសម្រាយរឿង Anime How to Become Ordinary Season ទី2បន្តទៀតគឺនៅក្នុងវគ្គទី17ដែលមានឈ្មោះថា Autumn Returns ចំពោះវគ្គមុនខ្ញុំសូមអធិស្ឋាននៅកន្លែងមួយករណីភ្លើងឆេះដែលកើតឡើងនោះគឺកើតឡើងនៅខែ8មិនមែនខែ6ទេតើអញ្ចឹងយើងចូលទៅកាន់វីដេអូវគ្គទី17ទាំងអស់គ្នាជនល្មើសត្រូវចាប់បានដោយ Kenko ក៏ប៉ុន្តែខូបាតូអត់ដឹងថាជាអ្នកណាច្បាស់ទេព្រោះអត់បានសួរព្រោះគាត់ចង់ទស្សន៍ទាយថាជាអ្នកណាគាត់និយាយរៀបរាប់ប្រាប់អូសាណៃគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស40នាក់ដែលគាត់ស្រាវជ្រាវរំលឹកកាលពីខែកុម្ភៈមានករណីភ្លើងឆេះមួយនៅជិតផ្ទះរបស់គាត់គឺការដុតឡានដែលបានបោះបង់ចោលមួយជាកម្មសិទ្ធិរបស់ហូជូដែលជាអ្នកចាប់ចម្រិតអូសាណៃកាលពីឆ្នាំមុនវាជាគោលដៅព្រោះជាឡានបោះបង់ចោលណាមួយគ្មានអ្វីពាក់ព័ន្ធជាមួយនឹងម្ចាស់វាទេខូបាតូក៏ងឿងឆ្ងល់ជាមួយករណីទាំងនេះនឹងបានពិភាក្សាជាមួយ Kenko អូសាណៃបានជ្រៀតជ្រែកពេលនោះចំណែកអ្នកស៊ើបបន្ទាប់គឺ Urino គិតថាគឺជាប់ទាក់ទងទៅនឹងផែនការបង្ការគ្រោះមហន្តរាយទីក្រុងគីរ៉ាមាននៅតំបន់ Hamae Nishimori Koshashi និង Akane-be ទីបំផុតក៏រកឃើញនៅផែនការនោះដែលផ្ទុយនឹងការរៀបចំដែលសមត្ថកិច្ចកងពលរដ្ឋអគ្គីភ័យផ្ទុយទៅវិញការព្យាករណ៍របស់ Urino ត្រឹមត្រូវចម្លែកដែរអ្នកដុតដឹងពីតំបន់សមត្ថកិច្ចដោយរបៀបណាផែនការបង្ការគ្រោះមហន្តរាយកាលពី5ឆ្នាំមុននិង7ឆ្នាំមុនគ្មានកង Koshashi ទេចំណែក6ឆ្នាំមុនវិញក៏មិនសមហេតុផលដែរអញ្ចឹងមានន័យថាជនល្មើសធ្វើតាមការរកឃើញរបស់សាលា Funado ដែលក៏មានន័យថាជនល្មើសជាសិស្សរៀននៅសាលា Funado ចំណែកឯកន្លែងកើតហេតុបន្ទាប់គឺដូចទៅនឹងការព្យាករណ៍នោះបានន័យថាជននោះធ្លាប់បានអាននៅការព្យាករណ៍កាសែតទស្សនាវដ្តីនៅសាលា Funado ខូបាតូយល់ថាបើបញ្ឈប់ការសរសេរគឺល្អណាស់ប៉ុន្តែតើជននោះអាចបញ្ឈប់ទេអញ្ចឹងគឺគាត់មានតែពឹង Izukaichi នៅពេលនោះអូសាណៃក៏កាត់ថាពេលនោះនាងក៏បានពឹងមុនឈីដែរធ្វើជាអ្នកស៊ើបការសម្ងាត់ឲ្យនាងដែរហើយនាងអនឹកស្មានថាខូបាតូក៏មានអ្នកស៊ើបឲ្យដែរក្រោយមក Izukaichi បានប្រាប់ខូបាតូអំពី Urino អំពីការមិនទទួលខុសត្រូវរឿងតូចតាចដូចជាការវាយអក្សរនិងការពិនិត្យអក្សរទៀតហើយអញ្ចឹងល្បិចខូបាតូក៏បានកើតឡើងគាត់ពឹងឲ្យ Izukaichi កែសម្រួលអត្ថបទការព្យាករណ៍ការដុតនៅខែមិថុនាឲ្យកាន់តែច្បាស់គឺនៅតំបន់ Kitaramachi ប៉ុន្តែមានទីតាំងជាច្រើនហើយការព្យាករណ៍ខែ7និងខែ8ក៏ដូចគ្នាដែរអញ្ចឹងការបោះពុម្ពនិងចែកចាយការព្យាករណ៍នេះក៏ត្រូវបានដាក់នៅលើតុសិស្សនីមួយៗតែនៅខែមិថុនានេះគឺការព្យាករណ៍មិនកើតឡើងព្រោះតែមានព្យុះទីហ្វុងចំណែកខែ7គឺពិតមែនកើតឡើងនៅតំបន់ជិត Taishido គាត់ចាប់អារម្មណ៍ថាសិស្សដែលទទួលបានព័ត៌មានអំពីតំបន់នេះការព្យាករណ៍នៅខែ7មានតែសិស្សបន្ទប់ 2G ព្រោះគាត់មិនបានគិតពីសិស្សឆ្នាំទី1ដែលចូលរៀននៅវិទ្យាល័យនេះទេព្រោះតែរឿងករណីដំបូងគឺកើតឡើងកាលពីឆ្នាំមុនអញ្ចឹងជននោះអាចនៅចិត្ត Urino បកទៅក្រោយកាលពីខែ2វិញសឹងតែគ្មាននរណាម្នាក់បានអានការព្យាករណ៍ទេតែច្បាស់ណាស់ជនល្មើសអាចកត់សម្គាល់ឃើញវាមានបរិសម្នាក់មកពីបន្ទប់ 2G ដែលជិតស្និទ្ធជាមួយនឹង Urino ធ្វើឲ្យខូបាតូចាប់អារម្មណ៍ក៏បានដាក់អន្ទាក់គាត់ការព្យាករណ៍នៅខែ8នោះគឺនៅ Harimicho មួយឆូមេនៅពេលដែលកើតឡើងគឺជាការពិតមែនអញ្ចឹងខូបាតូក៏ច្បាស់ថាជនដែលសង្ស័យនោះគឺជា Hiya ជាមិត្តភក្តិរបស់ Urino នោះឯងខូបាតូបញ្ចប់ការនិយាយត្រឹមនេះនិងសួរអូសាណៃវិញពីអ្វីដែលនាងទទួលបានឬអ្វីដែលនាងដឹងចម្លើយរបស់នាងគឺនាងមិនដឹងអ្វីទេគ្រាន់តែនាងសន្មតថាគឺជាជនដែលឃើញផែនការពីក្លឹបកាសែតអញ្ចឹងហើយក៏ជាមូលហេតុដែលនាងតែងតែទៅកន្លែងកើតហេតុដែរវាគឺជាអ្វីដែលនាងអាចជួយបានមានតែប៉ុណ្ណឹងបន្ទាប់មកអូសាណៃក៏សួរនាំពីមិត្តស្រីរបស់ខូបាតូតែក៏ដឹងថាត្រូវបានបែកគ្នាហើយយើងមានសង្សារពិតប្រាកដម្នាក់រួចហើយប៉ុន្តែទោះជាដឹងក៏គាត់ធ្វើមិនដឹងព្រោះខ្លាចគាត់ខ្លាចទៅជាមនុស្សអាក្រក់អូសាណៃថាទោះជាធ្វើអញ្ចឹងក៏នៅតែអាក្រក់ដែរចំពោះទំនាក់ទំនងនាងនិង Urino វិញក៏ត្រូវតែបែកគ្នាយប់នេះដែរ Urino មាន confident ពេកនិងមិនសូវខ្វល់នាងខំប្រឹងយ៉ាងខ្លាំងដើម្បី Urinoក៏ព្រោះតែនាងចង់ដឹងពីអារម្មណ៍ស្នេហាចំណែកអ្វីដែលនាងធ្វើគឺល្អដោយដែលខូបាតូបានឃើញអញ្ចឹងនាងប្រាប់ខូបាតូថាពេលដែលនាងមានទំនាក់ទំនងជាមួយនឹង Urino នាងតែងតែគិតថា Urino មានចរិតក្មេងណាស់នាងក៏សួរខូបាតូពីមូលហេតុដែលនាងនិងខូបាតូបែកគ្នានៅឆ្នាំមុនពេលនោះខូបាតូចាំថាមូលហេតុមកពីការធ្វើពុតជាមនុស្សមានសន្តិភាពពេលដែលនៅជាមួយគ្នាទង្វើផ្ទុយគ្នានេះបានធ្វើឲ្យទំនាក់ទំនងបែកគ្នាក៏ប៉ុន្តែមួយឆ្នាំមុននេះនាងបានប្រាប់ខូបាតូថានាងនិងខូបាតូមិនទាន់ពូកែឆ្លាតគ្រប់គ្រាន់ទេក៏ប៉ុន្តែបើខូបាតូជា Urino គឺល្អជាងនាងសរសើរខូបាតូចេញពីចិត្តព្រោះថាខូបាតូបានដោះស្រាយរឿងនេះដោយគ្មាននរណាម្នាក់រងរបួសទោះបីជាយ៉ាងណានាងមិនបានគិតថាខូបាតូឆ្លាតជាងគេទេនៅថ្ងៃអនាគតនាងនឹងអាចជួបអ្នកដែលឆ្លាតជាង
ចំពោះនៅសាលាហ្វឺណាដូខូបាតូជាជម្រើសល្អបំផុតសម្រាប់នាងលុះត្រាតែព្រះអង្គម្ចាស់ក្នុងក្តីសុបិនរបស់នាងបង្ហាញខ្លួនខូបាតូក៏បានកាត់សម្ដីយ៉ាងណាក៏គាត់និងនាងជាដៃគូដ៏ល្អនឹងគ្នាដែរដោយបែបនេះហើយអ្នកទាំងពីរក៏បានត្រូវគ្នាវិញនៅថ្ងៃបន្ទាប់យោងតាមរបាយការណ៍ជនល្មើសព្រោះដោយសារតែមានអារម្មណ៍មិនល្អក៏បានបង្កើតអគ្គីភ័យនេះស្ដាប់ទៅដូចជារៀងកំ pl ែងអញ្ចឹងការសរសេរនេះគឺដោយ Itsukachi នៅខាងក្រៅ Kobato និង Kenko ជជែកគ្នាអំពីជននោះដែលគឺជា Hiya ជាអ្នកបង្កហេតុគឺថាអាចមកពីភាពតានតឹងរបស់គាត់ចង់លេងបែបនេះមួយខែម្ដងរួចនៅពេលដែលប្រាប់ Urino និយាយជាមួយ Urino ថា Urino ទាយត្រូវទៀតហើយដូចជាចង់លេងសើចជាមួយនឹង Urino មិនឲ្យតម្លៃ Urino ហើយការចាប់ផ្ដើមដំបូងដោយបន្សល់ទុកនៅស្នាមញញួរក៏អញ្ចឹងដែរពេលចេញពីសាលាអូសាណៃអង្គុយចាំខូបាតូដោយការពីមុននៅពេលរៀងល្ងាចបន្តិចអ្នកទាំងពីរក៏ណាត់គ្នាញ៉ាំអីនៅហាងមួយខូបាតូបានមើលទៅនាងញ៉ាំយ៉ាងឆ្ងាញ់ហើយក៏ញ៉ាំជាមួយនឹងនាងយ៉ាងរីករាយនៅក្នុងពេលនោះនាងប្រាប់ខូបាតូពីរបៀបធ្វើនំ Curry Kintong ជាមួយនឹងនំ Candy Chestnut បើស្ដាប់ទៅគឺពិតជាងាយមែនក្នុងការធ្វើចំពោះខូបាតូមិនដែលធ្លាប់ញ៉ាំនំ Candy Chestnut ទេអញ្ចឹងអូសាណៃថានឹងទិញនំនេះផ្ញើខូបាតូនៅលើក្រោយនៅក្នុងពេលអូសាណៃកំពុងតែញ៉ាំខូបាតូក៏ចាប់ផ្ដើមបកស្រាយវែកញែកពីរឿងមួយទៀតគឺរឿងនៅក្រោមស្ពានអាកាសមួយនៃការកើតហេតុកាលពីខែ5ជាពេលដែល Urino កាន់តែសង្ស័យអូសាណៃនៅពេលនៅឧទ្យាននោះគាត់ថាអូសាណៃមើលនាឡិកាខូចនិងគិតថាអគ្គីភ័យកើតឡើងនៅថ្ងៃសុក្រហើយមូលហេតុដែលថានាងនៅកន្លែងកើតហេតុនោះព្រោះនៅពេលនោះអូសាណៃបានខលជាមួយនឹងគាត់ក៏ប៉ុន្តែចម្លែកពេលនោះនៅខាងអូសាណៃមានសម្លេងលឺខ្លាំងពេកដែលគឺជាសម្លេងរថភ្លើងគំនិតខូបាតូសម្លេងរថភ្លើងមិនលឺខ្លាំងពេកទេអញ្ចឹងដែលនាំឲ្យគាត់សន្និដ្ឋានថាអូសាណៃបានប្រើឧបករណ៍ចាក់សម្លេងរបស់រថភ្លើងសម្លេងរថភ្លើងនេះបានធ្វើឲ្យ Urino កាន់តែសង្ស័យនាងត្រង់ចំណុចនេះខូបាតូក៏ឆ្ងល់ហេតុអ្វីអូសាណៃចង់ឲ្យ Urino ចោទប្រកាន់នាងគាត់ចាប់អារម្មណ៍ឃើញថានៅមុនខែឧសភាអូសាណៃបានជួយ Urino តែបន្ទាប់ពីខែឧសភាវិញខូបាតូបានឃើញថាអូសាណៃបែរជាចង់សងសឹក Urino វិញដោយធ្វើឲ្យការចោទប្រកាន់នោះគឺខុសទាំងស្រុងឬបែបនេះហើយអូសាណៃញញឹមនឹងនិយាយថារឿងទាំងអស់នេះគឺខូបាតូអាចនឹងគិតមកដល់ហើយប្រកាសជាបានដឹងនាងនិយាយបន្ថែមទៀតការសងសឹករបស់នាងគឺបានចាប់ផ្ដើមតាំងពីចូលរៀន High School ដំបូងមកម្លេះពលគឺចាប់ផ្ដើមនៅរដូវផ្ការីកឆ្នាំដំបូងចំណែកឆ្នាំទី2នៅរដូវក្តៅវិញគឺវិធីសាស្ត្រការពារខ្លួនចំណែកឯការសងសឹកចំពោះនាងគឺជាការធ្វើឲ្យជននោះខកចិត្តគិតថាខ្លួនឯងល្ងងខ្លៅនិងជាមនុស្សអត់ប្រយោជន៍លឺអញ្ចឹងខូបាតូក៏ឆ្ងល់ថាហេតុអ្វីក៏ជា Urino ដោយសារតែខូបាតូសួរនាងទាំងតែគាត់មិនទាន់បានញ៉ាំនំនោះអស់នាងក៏សម្លឹងមើលមកគាត់អញ្ចឹងហើយគាត់ក៏ញ៉ាំមួយចំណិតចំណែកនៅសល់ឲ្យអូសាណៃទាំងអស់ហើយក្រោយមកអូសាណៃក៏បានប្រាប់ពីមូលហេតុព្រោះថា Urino ព្យាយាមថើបនាងទាំងដែលនាងមិនព្រមអញ្ចឹងវគ្គទី17ឬក៏វគ្គទី7បានមកដល់ទីបញ្ចប់ត្រឹមនេះហើយជួបគ្នានៅវីដេអូក្រោយអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូមួយនេះមកដល់ចំណុចនេះខ្ញុំ Koyakami បាយបាយ